រឿងសពសិទ្ធប្រភពរឿងគម្ពីរបញ្ញាសជាដកប្រភេទរឿងអក្សរសិល្ប៍បុរាណបែបសាស្ត្រាល្បែងចលនាពុទ្ធិនិយមអ្នកនិពន្ធហ្វឿនភក្តីអក្សរតាន់ការកំណត់តែងពុទ្ធសករាជ2442ត្រូវនឹងគ្រិស្តសករាជ1899ដំណើររឿងនៅក្នុងព្រៃហមពៀនមានសត្វជីបកបាស់ឈ្មោលញីមួយគូរស់នៅដោយមានកូនញីឈ្មោលក្នុងសម្បុកព្រឹកឡើងចាប់ឈ្មោលចេញទៅរកចំណីចិញ្ចឹមកូនទុកឲ្យចាប់ញីនៅក្នុងក្រុងរក្សាកូនហើយទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទុំលើផ្កាឈូកនោះហើយត្រូវផ្កាឈូកក្តោបរំពេចចេញពំរួចទោះសូរិយាជ្រីជ្រេផ្កាឈូកលាទើបចាប់ឈ្មោលចេញរួចក៏ទំពាចំណីសំដៅទៅកាន់សម្បុកវិញថ្លែងពីនាងសកូនីនៅក្នុងព្រៃត្រូវភ្លើងឆេះស្លាប់អស់កូននោះឃើញសកណាជាប្តីមកដល់មានធំក្លិនក្រអូបនៃផ្កាឈូកនោះទៀតក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់ត្រេកត្រអាស្រីញីភ្លេចកូនប្រពន្ធសកណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាថ្មីមិនស្ដីនិយាយនឹងប្រុសឈ្មោះណាឡើយឯសកណាក៏បញ្យល់សកណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរដោយបានសច្ចាថាកើតជាតិណានាសូមឲ្យជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយការស្លាប់ទៅចាប់ឈ្មោះបានទៅកើតទៅជាបុត្រារបស់គណៈសេដ្ឋីនិងនាងខេមារីនៅក្នុងស្រុកច័ន្ទក្រៀមបុរីក្រុងពារាណសីដោយមានព្រះនាមថាចៅសុបសិទ្ធការសុបសិទ្ធប្រសូតនោះមានកុមារ1001នាក់កើតដែរជាបរិវារចំណែកឯនាងសគិនីការស្លាប់ទៅបានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រនាមថាសុវណ្ណកេសរនៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទណ្ឌនិងមហេសីនាមកុសុមាការធំដឹងក្តីឡើងសុបសិទ្ធបានសុំឪពុកម្ដាយទៅរៀនវេននឹងលោកអាចារ្យតិសាបាមោខៈនៅនគរកតសិលាដោយមានកុមារទាំង1001ទៅរៀនជាមួយគ្នាព្រមទាំងមានភីលៀងចំណិតម្នាក់ផងដែលបានរៀនសូត្រចេះដឹងដោយសុបសិទ្ធដែរក្នុងចំណោមសិស្សទាំងអស់សុបសិទ្ធគឺជាសិស្សដែលពូកែនិងឆ្លាតជាងគេពេលលាដែលបានចេះចាំសពហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះរាប់ទាំងបិតានាងផងការនេះធ្វើឲ្យបិតាព្រះនាងមានការងើយឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសពគ្រប់កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្ដាស់មកពីកម្មនិងកោតសរបុត្រីថាជាស្រីគ្រប់លក្ខព្រះបាទព្រហ្មទណ្ឌហើយដុតរូបខ្លួនឯចោលសុបសិទ្ធត្រឡប់មកវិញដឹងថាភីលៀងក្បត់យកប្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុកទោមនិញចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីសុបសិទ្ធក៏ដកដួងជីវិតទៅចូលនៅក្នុងសត្វនោះហើយហើរទៅរាជវាំងរៃរ៉ាប់ប្រាប់មហេសីសពគ្រប់សុវណ្ណកេសរបានលួងលោមភីលៀងឲ្យដកប្រលឹងដាក់ក្នុងពពែស្លាប់មួយសុបសិទ្ធក៏ដកប្រលឹងចូលខ្លួនវិញក្នុងរូបរបស់ខ្លួនវិញរួចហើយគេក៏សម្លាប់ពពែនោះចោលទៅក្រោយមកព្រះបាទព្រហ្មទណ្ឌទ្រង់រាជាពាទ្យចូលទីវង្គតអស់ចាក់ជំនុំគ្នាស្ដេចយាងក្សត្រគឺសុបសិទ្ធនិងសុវណ្ណកេសរឲ្យឡើងក្រុងរាជជាសុខសាន្តរហូតដល់ព្រះជន្ម120ព្រះវស្សាទើបសាយវិលីល័យទៅកើតទៅទីឋានទុសតសុបសិទ្ធសជាតិជាព្រះសម្មាសម្ពុទ្ធនាងសុវណ្ណកេសរជាកន្ត្រៃសាពេចភីលៀងជាទេវទត្តព្រះបាទព្រហ្មទណ្ឌជាអាណាធិបតីមហេសី
គោសមាជានាងពលិកាគោញៀនសេដ្ឋីជាពុទ្ធបិតានាមសុតោនុននាងខេមាឡាពុទ្ធមេដានាងសេរីមហាមីយាប្រធានរឿងលើកឡើងនៅទេសនកម្មផលគឺជារឿងទាំងមូលនិយាយពីការសាងកម្មនិងការសោយកម្មទាំងក្នុងបច្ចុប្បន្នជាតិនិងអតីតជាតិមូលបញ្ហារឿងបញ្ហាគឺកម្មផលព្រះបាទព្រហ្មទណ្ឌគង់អក្សត្រគ្រប់នគរនិមឺនមន្ត្រីសេដ្ឋីប្រជានុរាស្ត្រនាំបុត្រាកូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសវណ្ណកេសរព្រមនិយាយជាមួយនឹងលើកព្រះនាងឲ្យជាព្រះមហេសីប៉ុន្តែគ្រប់បុត្រានិងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធក៏បាននាំភីលៀងមកនគរពរាណសីដើម្បីលបងយកនាងសវណ្ណកេសរដោយបានប្រើសិលសាស្ត្រដកប្រលឹងភីលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប4ដងលើកទី1សព្វសិទ្ធបានដកប្រលឹងភីលៀងទៅដាក់នឹងទ្វារលើកទី2នឹងដាក់នឹងចង្កៀងលើកទី3នឹងដាក់នឹងពានព្រះសីនិងលើកទី4ដាក់នឹងវាំងននហើយក្នុងមួយលើកសព្វសិទ្ធបាននិទានរឿងមួយការនិទានរឿងទាំង4របស់សព្វសិទ្ធនេះធ្វើឲ្យសវណ្ណកេសរនិយាយតបដោយមានសូរស័ព្ទភ្លេងជាសក្ខីភាពសព្វសិទ្ធនិងនាងសវណ្ណកេសរត្រូវបានមេដាបិតារៀបអភិសេកឲ្យនៅពេលនោះទៅសម័យក្រោយមកសព្វសិទ្ធបានលាមហេសីទៅប្រពៀបព្រៃជាមួយនឹងភីលៀងទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយសព្វសិទ្ធបានដកដួងចិត្តពីខ្លួនទៅចូលក្នុងសាកសពនោះដោយបានផ្ដាំភីលៀងឲ្យមើលថែរកាយបានល្អសព្វសិទ្ធក្នុងរូបរាងប្រើបានរត់យ៉ាងលឿនសប្បាយនៅក្នុងព្រៃឱកាសល្អភីលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធការប្រច័ណ្ឌដោយមានហេតុផលគ្មានការពិចារណានាំឲ្យកើតហេតុកើតគ្រោះរហូតឈានដល់ការធ្វើអតិឃាតការជ្រើសរើសគូស្រករការផិតក្បត់សហាយស្មន់និងការសេពគប់មិត្ត